បន្ទាប់មកទាញអីវ៉ាន់ចេញតាមទ្វារទាំងកំហឹងមុននឹងចេញទៅនាងសម្លឹងមកខ្ញុំយ៉ាងសាហាវក្នុងមួយជីវិតនេះខ្ញុំនឹងធ្វើឲ្យអ្នកស្លាប់ដូចឆ្កែនៅចំពោះមុខខ្ញុំទ្វារបានបិទខ្ញុំងើបឈរទល់នឹងវាហើយដកដង្ហើមវែងជំហានទី1ការផ្ដាច់ចំណងបានបញ្ចប់បើគ្មាន Rage ដ៏ក្រៀមក្រំនេះដែលត្រៀមនឹងវាយខ្ញុំនៅពេលណាមួយទេទីបំផុតខ្ញុំអាចចេញទៅទាំងអស់បន្ទាប់មកខ្ញុំបានដកទូរស័ព្ទចេញហើយពិនិត្យមើលម៉ោងថ្ងៃ15 ខែ 1 2025 1 ម៉ោង 6 យ៉ាងហោចណាស់សល់7 ថ្ងៃខ្ញុំបានចុះបញ្ជីផ្ទះដែលមានតម្លៃ8លានអនឡាញជាមួយនឹងការបញ្ចុះតម្លៃ20រួមជាមួយនឹងមរតកពីឪពុកម្ដាយរបស់យើងដែលរកបានប្រហែល11លានដើម្បីបង្កើតបន្ទាយនៃថ្ងៃវិនាសដែលអាចទប់ទល់នឹងភាពត្រជាក់70នឹងពួកខ្មោចឆៅបូករួមទាំងស្តុកទុកគុតគង់គ្រប់គ្រាន់សម្រាប់មួយជីវិតជាច្រើនលុយនេះមិនចិត្តគ្រប់គ្រាន់ទេបន្ទាប់មកខ្ញុំបានទូរស័ព្ទទៅធនាគារហើយបញ្ចាំភាគហ៊ុនក្រុមហ៊ុនរបស់ខ្ញុំនៅក្នុងផ្ទះបច្ចុប្បន្នខ្ញុំក៏បានទូរស័ព្ទទៅកាន់អ្នកផ្ដល់ប្រាក់កម្ចីឯកជនមួយចំនួនហើយបានពង្រីកវេទិកាប្រាក់កម្ចីតាមអ៊ីនធឺណិតសំខាន់នឹងបានទានដូចជាឈួតត្រឹមតែមួយរសៀលខ្ញុំមានមូលនិធិរាយចំនួន16លាននោះគួរតែគ្រប់គ្រាន់ហើយក្រឡេកមើលលេខដែលវិលមុខនៅក្នុងកណនីធនាគាររបស់ខ្ញុំមានអារម្មណ៍ថាមិនមានការរំភើបទេមានតែភាពបន្ទាន់ប៉ុណ្ណោះលុយគ្រាន់តែជាក្រដាសខ្ជះខ្ជាយមានតែការផ្គត់ផ្គង់ទេដែលអាចជួយសង្គ្រោះជីវិតបានខ្ញុំបើកឡាន surf ដែលខ្ញុំមិនទាន់បានលក់ត្រង់ទៅជីក្រុងគោលដៅរបស់ខ្ញុំគឺច្បាស់ណាស់ឧឈានភស្តុភារត្រជាក់ដែលត្រូវបានបោះបង់ចោលនៅជីក្រុងខាងលិចវាធ្លាប់ជាកន្លែងផ្ទុកត្រជាក់ដ៏ធំបំផុតរបស់ទីក្រុងក្រោយមកត្រូវបានគេបោះបង់ចោលពេលម្ចាស់កេងបន្លំរត់គេចខ្លួនទីតាំងដាច់ស្រយាលមានដីចំហជុំវិញងាយការពារនិងពិបាកវាយប្រហារក្នុងជីវិតអតីតកាលរបស់ខ្ញុំវាត្រូវបានកាន់កាប់ដោយក្រុមក្មេងទំនើងហើយបានក្លាយជាមូលដ្ឋានការពារក្នុងជីវិតនេះវានឹងជារបស់ខ្ញុំបានឃើញបុរសចំណាស់ម្នាក់ដែលកំពុងមើលគេហទំព័រនោះហើយទះកំភ្លៀងចំនួន20000ដោយប្រាប់គាត់ថាខ្ញុំចង់ជួលវាសម្រាប់រៀបចំបន្ទប់គេចខ្លួនដ៏រន្ធត់រយៈពេលកន្លះខែគ្មានកិច្ចសន្យាទេមានតែកូនសោប៉ុណ្ណោះរលែកមើលក្រដាសប្រាក់ដ៏ក្រាស់នោះបុរសចំណាស់នោះញឹមយ៉ាងធំធ្មេញរបស់គាត់ស្ទើរតែជ្រុះចេញហើយហុចកូនសោដោយមិននិយាយអ្វីបន្តិចសោះពេលខ្ញុំទទួលបានកូនសោខ្ញុំបានចាក់សោទ្វារធំហើយដើរចូលទៅក្នុងកន្លែងផ្ទុកត្រជាក់នៅក្រោមដីដ៏ធំទោះបីជាត្រូវបានបោះបង់ចោលអស់រយៈពេល2ឆ្នាំក៏ដោយការនៅក្រោមដី10ម៉ែត្របានធ្វើឲ្យវាត្រជាក់និងសើមប្រហែល3000ម៉ែត្រការ៉េជាមួយនឹងពិដាន8ម៉ែត្រខ្ញុំបានបញ្ជាឲ្យប្រព័ន្ធបញ្ញាដើម្បីស្កេនចន្លោះបច្ចុប្បន្នស្កេនបានបញ្ចប់បានរកឃើញចន្លោះក្រោមដីដែលព័ទ្ធជុំវិញពាក់កណ្ដាលបំពេញតាមតម្រូវការច្នៃប្រឌិតផ្ទះប្រកបដោយសុវត្ថិភាពការធ្វើឲ្យសកម្មការដាក់យុទ្ធការលំនៅពេលបោះយុទ្ធការលំនេះនឹងបម្រើជាស្ថានីយផ្ទេរសម្ភារៈនៅក្នុងពិភពពិតអ្នកអាចបញ្ជូនសម្ភារៈខាងក្រៅដោយផ្ទាល់នៅទីនេះតាមចន្ទៈនិងបញ្ចេញសម្ភារៈពីចន្លោះប្រព័ន្ធនៅទីនេះទីតាំងយុទ្ធការត្រូវបានធានាបន្ទាប់មកដើម្បីបំពេញវាខ្ញុំបានបើកឡានត្រង់ទៅផ្សារលក់ដុំកសិកម្មដ៏ធំបំផុតរបស់ទីក្រុងហើយបន្តដើរទិញអីវ៉ាន់ការទិញរបស់ខ្ញុំបានធ្វើឲ្យមានការចាប់អារម្មណ៍ពេញទីផ្សារទាំងមូលយុវជនអាចកំបាំងម្នាក់ទិញលក់ដុំដោយគាត់កំពុងស្តុកទុកសម្រាប់ថ្ងៃវិនាសថែមទាំងបានចាប់អារម្មណ៍ពីការគ្រប់គ្រងទីផ្សារទៀតផងប៉ុន្តែខ្ញុំបានរៀបចំរឿងរបស់ខ្ញុំបានប្រាប់ពួកគេថានេះគឺជាការស្តុកទុកផ្គត់ផ្គង់ប្រចាំឆ្នាំសម្រាប់អណ្ដូងរ៉ែធំជាច្រើននៅតំបន់ភ្នំដាច់ស្រយាលហើយជាមួយនឹងភ្នំដែលនឹងត្រូវបិទជិតអ្វីទាំងអស់ត្រូវរៀបចំរួចរាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះក្នុងយុគសម័យនេះដែលលុយបើកផ្លូវឲ្យតែលុយត្រូវទោះជាលេសគួរឲ្យអស់សំណើចប៉ុណ្ណាក៏ដោយអ្នកណាម្នាក់នឹងជួយអ្នកឲ្យសម្រេចបានពេលយប់ធ្លាក់ឡានដឹកទំនិញធុនធ្ងន់ដំបូងដែលផ្ទុកគ្រឿងផ្គត់ផ្គង់បានរមៀលចូលទៅក្នុងរោងចក្ររនៅជីក្រុងខាងលិចដែលគេបោះបង់ចោលបន្ទាប់ពីកម្មករទាំងអស់ដោះបន្ទុកចេញទៅខ្ញុំបានចាក់សោទ្វារដែកម្ដងទៀតកន្លែងស្តុកទឹកត្រជាក់ដ៏ធំនេះពោពេញទៅដោយគ្រឿងផ្គត់ផ្គង់ដែលគោដូចភ្នំតូចខ្ញុំដើរទៅភ្នំគំនរស្រូវកម្ពស់5ម៉ែត្រលើកដៃដាក់បាតដៃលើថង់បាតភ្លាមនោះអង្គចំនួន50តោនបានរលត់ទៅដោយខ្យល់អាកាសស្ដើងខ្ញុំបានបិទភ្នែកហើយចូលទៅក្នុងចន្លោះប្រព័ន្ធដោយស្មារតីរបស់ខ្ញុំនៅក្នុងទីធ្លាគ្មានកំណត់នោះអង្គចំនួន50តោនបានអន្តែតយ៉ាងស្ងៀមស្ងាត់នៅលើអាកាសដោយរក្សាបាននៅទម្រង់ជីជុងពីមុននៅទីនេះពេលវេលានៅស្ងៀមសំបីតែ100ឆ្នាំក្រោយមកក៏អង្គនេះឆ្អិនស្រស់ដូចសពដងអស្ចារ្យអារម្មណ៍នៃការមានអ្វីគ្រប់យ៉ាងនៅក្នុងដៃរបស់ខ្ញុំគ្រប់គ្រងវាទាំងអស់គឺស្រវឹងប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះនៅដក60ដឺក្រេដោយគ្មានប្រភពកម្ដៅអាហារនេះនឹងត្រូវក៏រឹងដូចថ្មខ្ញុំបានតាក់ទងមិត្តភ័ក្តិដើម្បីទិញយុងថ្មគ្មានផ្សែងនិងម៉ាស៊ូតចំនួន10000តោនរួមជាមួយបន្ទះស្រូបពន្លឺព្រះអាទិត្យនៅសល់រយៈពេល7ថ្ងៃទៀតខ្ញុំមិនត្រឹមតែត្រូវការស្តុកអាហារគ្រប់គ្រាន់សម្រាប់10ជីវិតនៅក្នុងកន្លែងផ្ទុកត្រជាក់នេះប៉ុណ្ណោះទេប៉ុន្តែថែមទាំងបំផ្លាញវាទៅជាបន្ទាយគ្រប់គ្រងអាកាសធាតុដែលសូម្បីតែគ្រាប់បែកនុយក្លេអ៊ែរក៏មិនអាចបំបែកបានដែរភ្លាមនោះទូរស័ព្ទរបស់ខ្ញុំបានបន្លឺឡើងជាមួយនឹងសារពីឆ្លូវាគឺជារូបថតរបស់នាងនិងរ៉ែនជាន់ខ្ពស់របស់នាងកំពុងអង្គុយក្នុងភោជនីយដ្ឋានបារាំងដ៏ទំនើបមួយប្អូនកំសត់ក្រោយគេដេញចេញមកញ៉ាំមីហើយRyan និងខ្ញុំកំពុងអបអរជីវិតថ្មីរបស់យើងប្រសិនបើអ្នកលុតជង្គង់អង្វរខ្ញុំឥឡូវនេះខ្ញុំប្រហែលជាពិចារណាចែករំលែកនំប៉័ងមួយដុំជាមួយអ្នកខ្ញុំសម្លឹងមើលអេក្រង់ស្នាមញឹមចំអកនៅលើបូម៉ត់របស់ខ្ញុំញ៉ាំអាហារឲ្យបានច្រើននេះជាអាហារចុងក្រោយដែលអ្នកនឹងទទួលបានដែលអាចហៅថាអាហាររបស់មនុស្សខ្ញុំបានឆ្លើយជាធម្មតាដោយពាក្យពីរម៉ាត់ថាស្លៀកពាក់ឲ្យក្តៅបន្ទាប់មកបានរារាំងនាងហើយបិទទូរស័ព្ទរបស់ខ្ញុំបានឈរនៅលើផ្លូវដើរដែកនៅជាន់ទី2ដោយមើលកម្មកររាប់សិបនាក់កំពុងអ៊ូអរដូចស្រមោចនៅក្នុងពោះសត្វដែកចៅហ្វាយតម្រូវការរបស់អ្នកមិនច្រើនពេកទេ
វាគ្មិនគឺ Blake ដែលជាអ្នកម៉ៅការដ៏មានធនធានបំផុតរបស់ទីក្រុងដែលឥឡូវនេះមើលដោយសម្លឹងមើលប្លង់ដ៏ក្រាស់នៅក្នុងដៃគាត់អ៊ីសូឡង់ខ្យល់អាកាស50សង់ទីម៉ែត្រនៅទូទាំងជួរដោយស្រទាប់ពីនៃបន្ទះដែកការពារគ្រាប់កាំភ្លើង20 មីលីម៉ែត្រហើយខ្យល់ចេញចូលទាំងអស់ត្រូវបានបិទលើកលែងតែច្រកចូលខ្យល់ពីជា Blake ជូតញើសចេញពីថ្ងាសរបស់គាត់បងប្រុសនេះនឹងមិនថោកទេ